Hello សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំចង់ធ្វើការពីរបៀបដកលុយពីកម្មវិធី Note កម្មវិធីខ្មែររបស់យើងហ្នឹងហើយសម្រាប់អ្នកអត់ទាន់បានចុះឈ្មោះប្រើប្រាស់កម្មវិធីហ្នឹងអាចចុះឈ្មោះនៅក្រោម link description របស់ខ្ញុំបានខ្ញុំដាក់ link នៅក្រោម link ចុះឈ្មោះឲ្យនៅខាងក្រោមហ្នឹងហើយឥឡូវយើងចូលទៅធ្វើការដកលុយចំនួន$10ហ្មងទៅភាសាខ្ញុំរាប់ពីវាហើយបាន$10ហើយខ្ញុំក៏ដកពីវាបានប្រហែលដងដែរឥឡូវដកបានច្រើនដងដែរហើយឥឡូវយើងធ្វើការទៅដកលុយទាំងអស់គ្នាបណ្ដោយទៅយើងចុចបដូរយកលុយហ្នឹងហើយបន្ទាប់មកទៀតយើងមើលទៅខាងលើនេះកន្លែងមិនអ្នកមិនតន់ធ្វើការកំណត់កណនីដកលុយហ្នឹងហើយយើងចុចលើហ្នឹងមកបន្តមកទៀតឥឡូវឡើងប្រភេទកណនីនេះយើងធ្វើការចុចវាមកបន្តមកទៀតយើងរើសឥឡូវមាន ABA វាយក ABA មកប៉ុន្តែខ្ញុំធ្វើការចង់ដកតាម Win ចុចលើ Win បន្តមកទៀតអ្នកទាំងអស់គ្នាឥឡូវនេះយើងដាក់លេខកណនីឥឡូវខ្ញុំមានលេខកណនីរបស់ខ្ញុំហើយធ្វើការដាក់លេខកណនីរបស់ខ្ញុំចាំតិចអូខេណាឥឡូវខ្ញុំបានពេញហើយលេខទូរស័ព្ទហើយនឹងឈ្មោះកណនី Win របស់យើងហើយបន្តមកទៀតយើងចុចពាក្យថាកំណត់កណនី Goal ហ្នឹងហើយយើងចុចលើវាគ្រីសមកអូខេបន្តមកទៀតយើងចុចរក្សាទុកអូខេឥឡូវហើយបន្តមកទៀតយើងចុចយកលុយដែលយើងចង់ដកមកឥឡូវត្រូវការដក10រៀលហ្នឹងហើយចាំតិចចុចដកឥឡូវនេះនៅខាងក្រោមនេះចុចលើវាបន្តមកទៀតយើងដាក់លេខកូដ6ខ្ទង់ហ្នឹងហើយដើម្បីការពាររបស់យើងហ្នឹងហើយឥឡូវខ្ញុំធ្វើការដកបានសម្រាប់ប្រហែលជា2ថ្ងៃទៅ3ថ្ងៃហ្នឹងហើយនិយាយរួមមកកម្មវិធីនោះវាអត់ទៀងពេលថ្ងៃណាខ្លះគេដកច្រើនអញ្ចឹងទៅអាចនឹងយូរទៅយាយបើថាថ្ងៃណាទៅមានអញ្ចឹងយើងអាចនឹងមួយថ្ងៃទៅ2ថ្ងៃបានហើយតាមមកទៀតអ្នកទាំងអស់គ្នាចុចយកក្រមមកអូខេហ្នឹងហើយគ្រាន់តែប៉ុណ្ណឹងជាការស្រាច់ទេអ្នកទាំងអស់គ្នាហ្នឹងហើយវីដេអូរបស់ខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដែរសូមអ្នកទាំងអស់គ្នាជួយចុច like subscribe របស់ខ្ញុំម្នាក់មួយហ្នឹង